Bông phở bập pon phở ấy lôi chởn ọt hay nhóm của ban chlai đẹp quạt hà bập pon miên phở bán lôi tịch tuốt miên phở bán lôi chởn hay miên bập pon bò tê nó cắn ta chởn men tên mongประเสริฐnhóm ba chợ bón nhóm kịch hà ca bập pon mình say từ lơ lôi tịch lôi chởn này សំខាន់ nhóm phở tới chừng này ọtហើយជាក់ស្ដែងមិនបាច់ចាំប្រើប្រព័ន្ធនៅបរទេសទេប្រព័ន្ធក្នុងស្រុកយើងគ្រប់គ្រងបានល្អជាងប្រព័ន្ធបរទេសទៀតបច្ចុប្បន្នណាខ្ញុំលើកឧទាហរណ៍តាក់ទងនឹងភ្ញៀវខ្ញុំម្នាក់គាត់ឃើញលុយពីអតិថិជនបាញ់ចូលក្នុងកុងគាត់ចូលមកវឹបគាត់ថាហ្នឹងគឺបានលុយស្រួលហើយគាត់ចាយភ្លេចគិតស្រាប់តែដល់ថ្ងៃតម្លាក់អីវ៉ាន់ឲ្យភ្ញៀវអត់មានអីវ៉ាន់ត្រូវតម្លាក់ order ទៅ supplier ដើម្បីយកអីវ៉ាន់លក់ឲ្យភ្ញៀវពេលដែលតម្លាក់order ទៅ supplier អត់មានលុយព្រោះលុយដែលចូលមកហ្នឹងគឺសិតតែលុយភ្ញៀវឲ្យគាត់មុនហើយគាត់ស្មានតែហ្នឹងជាចំណូលហើយចិត្តស្ដែងមិនមែនចំណូលផងហើយអត់មានប្រព័ន្ធគ្រប់គ្រងចំណូលចំណាយហ្នឹងបានច្បាស់លាស់គាត់គិតថាហ្នឹងជាចំណូលរបស់គាត់ចាយលុយឡើងភ្លេចខ្លួនហើយខ្វះលុយកំងអីវ៉ាន់លក់ឲ្យភ្ញៀវអញ្ចឹងអានេះគឺសិតតែជារឿងដែលអត់មានប្រព័ន្ធគ្រប់គ្រងអញ្ចឹងសួរថាតើការវិនិយោគទៅលើប្រើប្រព័ន្ធលុយតិចឬលុយច្រើនសំខាន់ប៉ុណ្ណាគឺវាអាស្រ័យទៅយើងគិតថាតើយើងចង់ប្រើវាដើម្បីឲ្យជួយគ្រប់គ្រងពេលវេលាយើងឲ្យចំណេញឬក៏យើងចង់ប្រើវាគ្រាន់តែគិតថាជាចំណាយដើម្បីខាតលុយទេអញ្ចឹងអាហ្នឹងគឺអាស្រ័យលើបងប្អូនអ្នកពិចារណាណាអរគុណបងគណៈនៃខ្មែរនិយាយច្បាស់ពីអាជីវកម្មខ្មែរទំនាក់ទំនងឌីម៉ូឥឡូវនេះដើម្បីទទួលបានការសាកល្បងប្រើប្រាស់ដែលឥតគិតថ្លៃ